មេរៀនទី13ការស្គាល់ពណ៌នៅក្នុងមេរៀននេះមានវត្ថុបំណងចង់ឲ្យកុមារស្គាល់ពណ៌តាមរយៈការគូផ្គងពណ៌គោលពណ៌ដែលគាត់ស្គាល់នៅក្នុងមេរៀននេះមាន3ពណ៌ពណ៌លឿងពណ៌ក្រហមនិងពណ៌ខៀវហើយសម្ភារៈដែលត្រូវការគឺមានកក្ដាសចំនួន6បន្ទះដែលមានពណ៌ដូចគ្នាមួយគូក្រហមមួយគូលឿងមួយគូហើយនិងខៀវមួយគូហើយនេះគឺវិធីសាស្ត្រវិធីសាស្ត្រនៃការបង្រៀនអើយនឹងឯង baby រៀនហាខអណាអត់ដែរអូយកូនចង់រៀនខាអាវដែរហ្នឹងកូនណាកូនចង់រៀនខាដែរអត់ទាន់ហាទេតើកូនរៀនតម្រៀបសិនកូនរៀនតម្រៀបពណ៌សិនកូនណាមករៀនតម្រៀបពណ៌ទៀតកូននេះម៉ាក់មានពណ៌3ពណ៌កូនស្គាល់ពណ៌អីនេះកូនពណ៌អីនេះពណ៌ក្រហមអូខេដែរពណ៌ក្រហមណាកូនណាអូខេចានេះពណ៌អីកូននេះពណ៌អីកូនពណ៌អីនេះកូននេះអើពណ៌ដូចគ្នាពណ៌អីហ្នឹងណាកូនដូចគ្នាពណ៌អីកូននេះពណ៌អីនេះពណ៌ដូចគ្នាពណ៌លឿងកូនណានេះពណ៌អីកូននេះពណ៌ខៀវនេះពណ៌ត្រួយចេកតើកូននេះពណ៌ខៀវហ្នឹងណាតាយើងទៅរៀបពណ៌ចាំម៉ាក់មើលចាំម៉ាក់ទៅរៀបហ្នឹងណាម៉ាក់ដាក់ខាងនេះ3ហ្នឹងណា3ចាំម៉ាក់យកមកទៅរៀបហ្នឹងណាចាំម៉ាក់រើសមកទៅរៀបចានេះពណ៌អីគេកូននេះពណ៌ក្រហមអូម៉ាក់ដាក់កន្លែងនេះចុះនេះពណ៌អីគេកូននេះពណ៌លឿងម៉ាក់ដាក់កន្លែងនេះដាក់នេះនេះពណ៌អីគេកូននេះពណ៌នេះពណ៌អីពណ៌ក្រហមម៉ាក់ដាក់ក្រោមនេះដូចគ្នាអូយឡៃកូននេះម៉ាក់ដាក់ក្រោមនេះម៉ាក់ដាក់ក្រោមនេះកូនពណ៌ហ្នឹងម៉ាក់ដាក់ក្រោមហ្នឹងកូនណាម៉ាក់ដាក់ពណ៌នេះពណ៌អីគេកូនពណ៌លឿងអូយដឹងហើយនេះម៉ាក់ដាក់ឲ្យដូចគ្នានេះពណ៌ដូចគ្នាម៉ាក់ដាក់នៅចិត្តគ្នាហ្នឹងណាអានេះពណ៌ខៀវអូនៅចិត្តគ្នាដាក់ដូចគ្នាហ្នឹងណាយោយនេះម៉ាក់ទៅរៀបហើយតើកូនទៅរៀបម្ដងកូនទៅរៀបម្ដងហ្នឹងណាមើលកូនដំរៀបម្ដងម៉ាក់ដំរៀបហើយតានេះកូនតាចាំម៉ាក់ដាក់ឲ្យណាយកផើងនេះទុកសិនហ្នឹងណាយកផើងនេះទុកសិននេះម៉ាក់ដាក់ឲ្យអានេះ3អានេះ3តើកូនយកដាក់ពណ៌ដូចគ្នាដាក់ឲ្យដូចម៉ាក់មិញមកដាក់ជួដេកទៅរៀបយ៉ាងឯងយកអត់គួយរឿងទេកូនតាយកពណ៌មួយទៀតកូនយកពណ៌មួយទៀតកូននេះពណ៌អីគេកូននេះពណ៌អីនេះពណ៌អីកូននេះពណ៌ហមណាកូនណាចុះនេះពណ៌អីកូនពណ៌អីកុំលេងអាហ្នឹងកូននេះពណ៌អីកូននេះអានេះពណ៌ដូចគ្នាហ្នឹងកូនណាចាហ៊េញអត់អស់ទេកូនមេរៀននេះខ្ញុំព្យាយាមបរៀនគាត់3 4 5ដងហើយថ្ងៃនេះក៏តែជា4ដងដែរហើយគាត់អត់ធ្វើតាមយើងទេបងអូនទាំងមេរៀននេះអត់ជោគជ័យទេអញ្ចឹងមេរៀននេះគឺបងអូនអាចអានបន្ថែមបានហើយអាចផ្អាកអានខ្លឹមសារនៅក្នុងមេរៀននេះហើយនេះគឺជាសកម្មភាពដែលយើងត្រូវធ្វើអញ្ចឹងយើងដាក់กระดาษ3សន្លឹកជួរជាជួរដេកមកហើយ3សន្លឹកទៀតជាជួរឈរចូលទៅមកយើងបង្ហាញគាត់ពណ៌នេះពណ៌ខៀវយើងយកមកដាក់ជាជួរដេកអញ្ចឹងមកតមកយើងយកអានេះពណ៌លឿងដល់គាត់អញ្ចឹងទៅហើយយកពីខាងនេះម្ដងអានេះពណ៌ខៀវអញ្ចឹងពណ៌ខៀវដូចជាមួយពណ៌នេះយើងដាក់វានៅខាងក្រោមនេះមកយើងដាក់ឲ្យតមកយើងដាក់ឲ្យ